បើជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់ Honda Wave នេះគឺមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បងប្អូនបាទដែលមានបញ្ហាដាច់នៅបណ្ដូល Marvin បាទក៏ដូចជាបែកកាទៀខាងអង្គយ៉ាបាទអញ្ចឹងនេះជាសកម្មភាពជាងក៏ដោះដូរបងប្អូនបាទដោះដូរនឹងកាទៀនឹងបាទបណ្ដូល Marvin បងប្អូនបាទហើយសម្រាប់ Honda Wave នេះគឺយើងដោះដូរបណ្ដូល Marvin គឺយើងត្រូវការរើម៉ាស៊ីនបងប្អូនបាទពុះម៉ាស៊ីនទាំងអស់បាទនេះជាសកម្មភាពដោះឲ្យបងប្អូនបាទសម្រាប់Honda Trim គឺបណ្ដូល Marvin នៅក្រៅបាទអញ្ចឹងយើងខាងដោះខាងអមយ៉ាគឺយើងដោះបានតែសម្រាប់ Honda Wave នេះត្រូវយើងពុះម៉ាស៊ីនបងប្អូនបាទដោយសារវានៅខាងក្នុងណាបាទអញ្ចឹងនេះសំណុំស្បែកអមយ៉ារបស់ Wave 110ស៊េរីឆ្នាំ2025បងប្អូនបាទអញ្ចឹងយើងធ្វើការដោះបំបែកគ្រឿងចេញដើម្បីផ្លាស់បណ្ដូល Marvin បងប្អូនបាទដោយសារវានៅខាងក្នុងបាទហើយសម្រាប់ម៉ូតូនេះគឺថ្មីមែនតើណាបងប្អូនហើយបាទអញ្ចឹងបញ្ហាប៉ះចំកន្លែងបណ្ដូល Marvin ហ្នឹងបាទកន្លែងធាក់ហ្នឹងធ្វើវាធ្លុះកាទៀម្ដុំហើយបាក់ស្មើត្រឹមតែម្ដងបងប្អូនបាទនេះបាទអញ្ចឹងយើងធ្វើការដោះបាទដើម្បីផ្លាស់ប្ដូរបងប្អូនបាទអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាបាទយើងដោះបែកចេញបដាបងប្អូនបាទហើយនេះជីបស្ទង់សមីវាបងប្អូនបាទសម្រាប់ Honda Wave បាទតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាទអញ្ចឹងយើងធ្វើការដោះដូរនៅគ្រឿងបន្លាស់ដែលមានបញ្ហាហ្នឹងបាទយើងតម្លាក់ម៉ាស៊ីនរួចរាល់បាទយើងចាប់ផ្ដើមពុះឲ្យបងប្អូនបាទនេះបាទនេះជាខាងក្នុងម៉ាស៊ីនរបស់វាបងប្អូនមានប្រអប់លេខបាទនេះកន្លែងបាក់បាទបន្ដូរ Marvin បាទអញ្ចឹងកន្លែងនេះវាបាក់ដាច់ត្រឹមតែម្ដងបាទយើងធ្វើការដោះដូរបន្ដូរ Marvin ថ្មីបងប្អូនបាទនេះបន្ដូរ Marvin របស់វាហ្នឹងគឺដាច់ថ្មើត្រឹមនេះប្រអប់លេខរបស់វាបងប្អូនបាទអញ្ចឹងប្រអប់លេខរបស់វាដំណើរការ4លេខដូចគ្នាទេបងប្អូនបាទលេខដូចតាសង់ដែរទេបាទអញ្ចឹងវាគ្រាន់តែខុសតាគៀបក្តាមខុសតិចតួចបាទអានេះជាបន្ដូល Marvin ថ្មីហ៎បងប្អូនបាទយើងរៀបបញ្ញងចូលវិញបាទយើងដាក់តាមលំដាប់លំដោយវិញបាទមានព្រាមានអីហ្នឹងមកបាទយើងដាក់ម្ដងមួយតាមលំដាប់លំដោយវាវិញមកបាទបងប្អូនភាសានេះប្រើនៅខាងក្នុងបាទអញ្ចឹងដល់ពេលមានបញ្ហាអញ្ចឹងយើងតើរើម៉ាស៊ីនមកយើងផ្លាស់ប្ដូរវាថ្មីបានបាទវាប្រើ racer នៅខាងក្នុងដែរសម្រាប់តូ Wave បាទអញ្ចឹងយើងរៀបចូលវិញបងប្អូននេះបាទដាក់ racer អីតាមតាណាវិញមកបាទប្រអប់លេខអីហ្នឹងយើងរៀបសំណុំជាងវិញមកបាទឥឡូវនេះយើងចាប់ផ្ដើមគុំខាងកាទៀកដាលវិញបងប្អូនបាទដោយសារយើងធ្វើការផ្លាស់ប្ដូររួចហើយយើងដាក់ប្រេងរំអិលបន្តិចដើម្បីឲ្យគ្រឿងមកគុំមានចលនារលូនបាទអញ្ចឹងយើងគុំចូលវិញហើយបាទយើងដាក់គុំចូលយើងរឹបចោលអីតាមលំដាប់លំដោយដល់ពេលយើងដោះបងប្អូនបាទអញ្ចឹងយើងរៀបខាងការចាន់លេខបាទនេះដាក់ចូលមករួចស្រេចបងប្អូនបាទយើងធ្វើការគុំអំប្រយ៉ាមគុំឲ្យចូលមករួចរាល់ហើយបងប្អូនបាទហើយយើងធ្វើការផ្លាស់ប្ដូរកាទៀមួយដែរបាទកាទៀនេះបែកដែរបងប្អូនបាទវាអំយ៉ាអញ្ចឹងរួចរាល់បងប្អូនបាទម៉ាស៊ីនស្ងាត់ល្អ